បាទជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាទិដ្ឋភាពនាពេលល្ងាចនៅលាងពជាវជើងភ្នំសំពៅបាទជាទូទៅចាប់ពីម៉ោង5:30នាទីរហូតដល់ម៉ោង6:15នាទីគឺជាពេលវេលាដ៏ជាក់លាក់មួយរបស់សត្វពជាវដែលធ្វើដំណើរចេញពីលាងទៅស្វែងរកចំណីបាទហើយប្រជារាប់ម៉ឺនក្បាលហោះហើរជាខ្សែដែលជាទិដ្ឋភាពដ៏ស្រស់ស្អាតទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកកកមកទស្សនានៅទីនេះជារៀងរាល់ថ្ងៃបាទ